តែរឿងបងមាត់បងទីកូនស៊ីឈွန်នេះមកហឹកមុនណាដោយល្បីផ្ទុះដល់ហើយមកថ្ងៃនេះសុំចេញវីដេអូរៀងយឺតជាងគេបន្តិចប៉ុន្តែរសជាតិវិញដឹងតែប្លែកពីគេទៀតហើយខ្ញុំឃើញមានបងប្អូនយើងខ្លះអត់ចេះធ្វើបងទីកូនស៊ីឈွန်ញ៉ាំទេសុខចិត្តកំងមកពីគេឆ្លងខែទៀតមកថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីធ្វើបងទីកូនស៊ីឈွန်ឲ្យញ៉ាំទៅមានរសជាតិឆ្ងាញ់យើងអាចធ្វើញ៉ាំនៅផ្ទះខ្លួនឯងបានណាបងប្អូនកុំភ្លេចមកវីដេអូមួយនេះដំបូងគឺខ្ញុំត្រូវកោសដុំស៊ីឈွန်ឲ្យវាលាយឲ្យឡើងក្លិនឈ្ងុយសិនតមកចាក់ត្រាហ្គនបៀចូលមកកំប៉ុងសម្រាប់គ្រឿងដុំស៊ីឈွန်មួយដុំនេះគឺខ្ញុំប្រើស្រាបៀតាមមកកំប៉ុងហើយខ្ញុំក៏បានបន្ថែមជាមួយនឹងទឹកអំពៅហ្នឹងកន្លះលីត្រផងដែរសម្រាប់ពងទីកូន10គ្រាប់ហ្នឹងខ្ញុំប្រើទឹកអំពៅកន្លះលីត្រហើយនឹងប៊ីយ៉ាមកកំប៉ុងប្រើទឹកចំនួនតែប៉ុណ្្នឹងគឺធ្វើឲ្យពងទារបស់យើងគឺមានរសជាតិដិតឆ្ងាញ់ហ្មងបើសិនបងប្អូនចង់ឲ្យពងទាកូនស៊ីឈွန်យើងកាន់តែមានជាតិឆ្ងាញ់បងប្អូនបន្ថែមទឹកដោះគោស្រស់ហើយនឹងម្សៅដុំស៊ុបយើងហ្នឹងថែមទៅពីដុំតូចៗទៅគឺកាន់តែជាតិឆ្ងាញ់ហ្មងយើងញ៉ាំទាំងពងទាកូនហើយនឹងទឹកហ្នឹងគឺយើងអាចហត់ញ៉ាំបានដែរហើយខ្ញុំក៏បានបន្ថែមស្ករសប៊ីចេងហើយនឹងរ៉ូឌីផងដែរយើងដាក់តែបន្តិចទៅគឺប៉ុណ្ណឹងគឺជាតិហើយរួមទៅរសជាតិពងទាកូនស៊ីឈွန်ហ្នឹងនៅពេលដែលបងប្អូនស្ងោរកាន់តែយូរគឺកាន់តែចូលជាតិកាន់តែឆ្ងាញ់ពិសេសយើងដំវាបែកអញ្ចឹងអាជាតិទឹកស៊ីឈွန်ហ្នឹងគឺចូលដល់ក្នុងហ្មងបងប្អូនគ្រាន់តែមើលមកតែប៉ុណ្្នឹងគឺដឹងតែជាតិឆ្ងាញ់បាត់ហើយយើងញ៉ាំក្តៅហត់ពងទាកូនហើយហត់ជាមួយនឹងទឹកដែលយើងស្ងោរពងទាកូនហ្នឹងចាប់ជាតិគ្នាឆ្ងាញ់មែនតើហើយបើសិនជាញ៉ាំរបស់ណាហត់ក្តៅហើយហល់ទៀតញ៉ាំជាមួយនឹងត្រាកូនបៀខ្លះសេះត្រជាក់អញ្ចឹងដឹងតែកាន់តែឆ្ងាញ់ហ្មងសំខាន់ណាស់បានញ៉ាំពងទាកូនស៊ីឈွန်ក្តៅអញ្ចឹងអូជាតិណាបងប្អូនធ្វើម្ដងហើយក៏ចង់ធ្វើម្ដងទៀតហ្មងដោយសារតែរសជាតិវាក៏វាឆ្ងាញ់ប្លែកមាត់ដែរ